ចាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការកំងស្នេហ៍ពីម៉ាលីព្រឹកនេះខ្ញុំលក់បានស្នេហ៍ឡើងជិត30ប្រអប់អ្នកទាំងអស់គ្នាម៉ាលីញញឹមរហូតចាអរគុណបងសប្បាយចិត្តពេកផ្ទះអត់បងហេយកបងអត់ដល់ខ្ញុំឡាយតិចសិនយាយបងជួយទិញឲ្យហើយខ្ញុំដល់មកធ្វើការងារផ្ទះលើហើយគេតែធ្វើចុះលោកវិនឆ្លៃហ្នឹងអាបើតបាត់ណាស្ដាយអត់បានភេន location ផ្ទះហ្នឹងតែអត់អីទេខ្ញុំមានរឿងចង់និយាយមួយមីងហ្នឹងចាំខ្ញុំទៅឥឡូវជីចាចាប់ប៉ាចាវិតមានអីមែនចុះជីថាណាត់គេទៅលោឈុតអូអូនភ្លេចឥឡូវចេះហើយវិតទៅមុនណាអូនមានការទៅក្រែមផ្លែតឲ្យបងជូនទៅអត់ចុះហើយចាំពេលចេញម្ដងយើងទៅមួយគ្នាអត់អីទេវិតទៅមុនណាហើយកុំភ្លេចហៅម៉ាលីទៅហងចាំឲ្យថតរូបឲ្យយើងអូខេអាឡូបឺតយើងទៅដល់ហើយមកយាយដាក់ដៀងជីចាប់បាយអត់ជិបដួសបាយឲ្យឡូវមិនបាច់ទេយាយទៅជាមួយវិតនិងនាងម៉ាលីខ្ញុំចង់ស្លៀកឈុតរៀបការឲ្យវាឃើញហើយវាចុកចាដាក់ដៀងជីដឹងតែចុកស្លាប់ហើយចាអរគុណបងចាបងសម្រាប់ប្រអប់ពណ៌ខៀវនេះមកផឹកនេះខ្ញុំលក់បានជាង30ប្រអប់ហើយព្យាយាមទៀតអីចឹងមកពីគេចាប់អារម្មណ៍ថងមលីស្អាតសំឡេងក៏ប្រូហើយនឹងកាយផ្កាក៏ទន់ភ្លន់អរគុណមលីប៉ុណ្ណឹងបានទៅកន្លែងលោឈុតមួយខ្ញុំតិចទៅទៀបចំមកវីតខ្ញុំសុំ5នាទីទៀតណាប្រាប់បងដែលគាត់ដាក់លេខក្នុង comment ឲ្យគាត់ឆាតចូល page ជីបើចឹងបងទៅមុនណាចាវីតចាបងចឹងបងជួយឆាតចូល page មកបងចឹងសងបើខ្ញុំលក់វិញណាហៅវ៉ាន់លក់ឲ្យខ្ញុំឲ្យអត់តាន់ណាគេទៅរដៀងជីបកែគ្រប់យ៉ាងបងកុំធ្វើបាបខ្ញុំខ្លាចហើយខ្ញុំសុំបងកុំធ្វើបាបខ្ញុំណានាងជួយខ្ញុំផងណានាងម្សិលមិញខ្ញុំឲ្យមីងធ្វើអីគេខ្លះអ្នកនាងឲ្យខ្ញុំយកលុយទៅសងលោកវិតហើយឲ្យយកកូនខ្ញុំមកវិញហើយមីងមានធ្វើតាមអ្វីដែលខ្ញុំប្រាប់អត់ខ្ញុំថាចាំជួបអ្នកនាងសិនខ្ញុំសុំ5000ទៀតមកព្រោះអីកូនខ្ញុំឥឡូវលោកវិតឲ្យប្រាក់ខែមួយខែ700វិតឲ្យមួយខែដល់700ចាចុះមិនវិតឲ្យលុយនាងនឹងច្រើនម៉េចឥឡូវខ្ញុំឲ្យមីង5000ទៀតតែមីងត្រូវហៅកូនមីងមកផ្ទះវិញឲ្យទាល់តែបានចាហើយកូនខ្ញុំនៅហ្នឹងមានបញ្ហាអីមែនបើអ្នកនាងហ៊ានចំណាយច្រើនប្លឹងដើម្បីឲ្យកូនខ្ញុំមកផ្ទះវិញកូនមីងមិនទៅធ្វើការធម្មតាវាទៅតាក់គោតរឹងខ្ញុំគឺវិតហ្នឹងអីម៉ាលីកូនខ្ញុំហ្នឹងទៅតាក់លោកវិតហ្នឹងអីកូនមីងឯងវាបើហើនខ្លាំងណាមីងឯងឆាប់យកកូនមកផ្ទះវិញថ្ងៃហ្នឹងមកបើទុកឲ្យនៅទៀតណាប្រយ័ត្នយកឆ្អឹងមកវិញចាកុំចាទៅមាត់ធ្វើឲ្យបានហើយចុះកូននឹងវាឈួតមែនវ៉ៃអញ្ចឹងទៅបានហៅមកផ្ទះវាអត់ចង់មកស្អាតម៉ែកុំប៉ះបោះគេប្រយ័ត្នឈូសស្បោអត់អីយាយជ្រូកអីងាយម៉ែជីទៅណាយូរម៉ែវិតមាត់នេះស្អាតណាស់តើនាងជីអត់ពាក់ទៅស្អាត
ចង់ការមែនមើលទៅដូចស្រឡាញ់ដល់ហើយ ការស្អីបើរកកូនកន្លោះអត់តាន់ឃើញហងនឹងហើយក៏គ្មានវាសនាពាក់របស់ថ្លៃថ្លៃចេះដែរ បើអញ្ចឹងលោឈុតមកអញ្ចឹងកុំមកថាគ្មានវាសនាបងសូមឲ្យគាត់លោឈុតនេះតិចមក ចាបានតាបងមិននេះមកបងស្រី វិតឲ្យលោមែនលោកឆៃ លោជីនៅណា នេះបងនៅផ្ទះមីងហ្នឹង បងហេវ ហើយហេវអីស្មានហ្នឹងអូនពងរៀបចំទៅលោឈុតរៀបការមួយវិតទេ អូយចាំថ្ងៃក្រោយបងពុំនឹកអូនណា ចឹងក៏បានដែរ មកលឿនមកចឹងបងបើកបន្ទប់ជាក់ហើយបងហេវ បានទេយ៉ាប់ហ្មងអត្តបិហេវវេតស្អាតអត់ស្អាតខ្លាំងមកអាចកាច់អាជីដាច់ បងឲ្យគាត់លោឈុតសម័យមួយទៀតអត់ បាទគាត់លោ វេតឈុតនេះក៏ស្អាត បាទស្អាតទាំងពីរ និយាយទៅគាត់ស្លៀកឈុតណាក៏ស្អាតដែរសមជាកូនកំមុំបង អត់ទេបងខ្ញុំមិនមែនកូនកំមុំគាត់ទេកូនកំមុំគាត់មកដល់ហើយ តែណៃស្លៀកសមចាំពេលកាកុំភ្លេចលីលីកូសម្អាងកា ចាបង លោជី វីតអូនបានទៅឯណា អូនឯងបានមកអីចុះ ចាំលឹកក្រោយឯណាវីត អត់អីចឹងចាំពេលក្រោយចឹង បងឆាយ ជីវល់ទៅណាយោ វីត ជីមក វីតប៉ាហៅទៅមើលធៀបបន្តិច បើចឹងតោះ មីងមកឥឡូវមកតន់វីតអត់នៅ ចាខ្ញុំនឹងទៅឥឡូវ ចាបងមកតំណាងថ្ងៃ10ជាងស្នេហ៍យើងចូលស្តុកវិញហើយ នេះកូនយើងឯងនេះម៉ាលី បងអញ្ចឹងសុំប៉ុណ្ណឹងសិនបានហើយម៉ែ ប្រមូលកៅអៅមកលឿនទៅឲ្យម៉ែ ហើយមាននឹងអីម៉ែ មិនបាច់សួររៀបចំវ៉ាន់មកលឿននេះមកទីងាប់ចោលចឹង ដល់ថ្នាក់ហ្នឹងម៉ែ ទៅមើលអញឲ្យលឿនចំណុចថ្មាំងអីមកលឿនតិចមកឆាប់ប្រមូលកៅអៅទៅមើលម៉ែឥឡូវ តែលោកវិតអត់នៅចាំប្រាប់លោកវិតសិនណាម៉ែ ម៉ែចាំប្រាប់ឲ្យលឿនប្រមូលកៅអៅលឿនមីនេះរឹកដល់ស្រាក់បែរវាមិនស្ដាប់ផងណាហងឯងបើហឺនមានស្គាល់ខ្ពស់ខ្ទាបរៀបចំកៅអៅមក អូយស្អាតណាស់វិតនេះស្អាតណាស់វិតប៉ាផងហៅខ្ញុំមកនេះ ប៉ាហៅអ្នកស្គាល់គ្នាមកអ្នកនេះអីដល់ពេលការចង់ការនៅហាងនំពេញមកទៅ មែនទេវិតការតែយើងស្ងាត់ទៅបានទេ ចឹងក៏បានដែរតាមជាចឹងចាំល្ងាចហ្នឹងយើងញ៉ាំបាយជុំគ្នាចាំទៅផ្ទះកូនណា ចាប៉ា ប៊ីបងទៅឯណាហើយប្រាប់លោកវិតផង បាទ ហើយជួយនឹងនិយាយអីទៀតឡើងម៉ូតូលឿនមក
ណោះណែនឹងអញនិយាយស្អីណា បាទសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាថ្ងៃនេះបានចេញជាវីដេអូពេញទេហើយក៏ស្វាគមន៍ទាំងអស់គ្នាមកកាន់ channel Cambodia Soul ទាំងអស់គ្នាមកដែរហ្នឹងហើយអ្នកទាំងអស់គ្នានេះគឺជាសាច់រឿងភាគទី13នៃរឿងម្ចាស់ស្នេហ៍ប្រែបេះដូងហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំនឹងលើកសាច់រឿងចំណុចសំខាន់ចំនួន5ហ្នឹងហើយចំណុចសំខាន់ទី1នោះគឺពាក់ព័ន្ធជាមួយនឹងនាងម៉ាលីបានដឹងថាអាជីមានកូនអញ្ចឹងក៏គាត់សង្ស័យហ្នឹងណាហើយម៉ាលីហ្នឹងក៏មានអារម្មណ៍ថាគាត់ reaction អីផ្សេងៗចឹងទៅហើយពាក់ព័ន្ធជាមួយនឹងចំណុចទី2ចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងម៉ាលីគាត់បានមកឃើញប្រវិតកំពុងតែលក្ខណៈថាគាត់កំពុងតែគេងនៅខាងក្រៅអញ្ចឹងណាហើយក៏គាត់យកភួយយកអីហ្នឹងគឺឲ្យមកដណ្ដប់ឲ្យប្រវិតយ៉ាងហ្នឹងទៅហើយចំពោះហើយគេបានអោបគ្នាអោបយ៉ាងហ្នឹងហើយចំពោះចំណុចទី3គឺពេលដែលម៉ាលីដឹងថាអាជីមានផ្ទៃពោះហើយអាជីនឹងក៏រឿងសង្ស័យខ្លួនឯងអញ្ចឹងណាក៏ជាមួយណាត់ឆាយហ្នឹងគឺទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យហ្នឹងទៅដើម្បី verify ថាខ្លួនឯងហ្នឹងប្រកាសជាមានកូនមែនហើយប្រហែលសប្តាហ៍ទៅហើយចំណុចទី4គឺពាក់ព័ន្ធជាមួយនឹងអ្នកទាំងអស់គ្នាគឺអាឆាយយើងហ្នឹងហើយនឹងអាបឺតគឺវាបានប្រាប់អាបឺតថាឲ្យត្រៀមលាក់ខ្លួននៅចិត្តទៅព្រោះអីកុំឲ្យវាដឹងអីផ្សេងព្រោះតែបាយការហ្នឹងគឺពិបាកមែនទែនគឺបាយធ្លីទាំងអស់ហើយនៅសាច់រឿងដែលពួកវារៀបចំគម្រោងការជាមួយនឹងប្រូវិតទៅលើប្រូវិតអញ្ចឹងណាហើយចំពោះបន្ទាប់នៃសាច់រឿងទី5យើងនោះគឺក៏កាន់តែកក្រើកហើយគឺមានន័យថាម្ដាយម៉ាលីបានមកសុំលុយម៉ាលីទៀតគឺដើម្បីទៅលេងល្បែងហើយស្រាប់តែជីក៏ចង់ធ្វើបាបម៉ាលីផងហើយម្ដាយម៉ាលីមកអញ្ចឹងទៀតគឺម៉ាលីមានកម្រងការថ្មីទៀតហើយអញ្ចឹងមានថាភាគទី14ប្រហែលជាស្អែកឬស្អែកមួយនេះអ្នកទាំងអស់គ្នាគឺកាន់តែកក្រើកទៀតហើយកំសត់មែនទែនគឺថាម៉ាលីទេមិនដឹងថាគ្នាកំសត់យ៉ាងណាទេអញ្ចឹងកុំភ្លេចតាមភាពបន្ទាប់របស់វីដេអូទាំងអស់គ្នាទាំងអស់គ្នាកុំភ្លេច Subscribe ផង